ចំពោះប្រភេទ UVC brand របស់ Bitway model X122 នេះគឺមានតួនាទីសម្រាប់បាក់តេរីឬក៏មេរោគដែលទុំនៅលើប្រភេទជ្រះរបស់យើងហើយទៅទៅឧបករណ៍នេះវិញគឺមកជុតមកទទួលបានទៅទៅនឹងម៉ាស៊ីនមួយប្រភេទចាក់នឹងជាងគឺយើងអាចធ្វើការយក scope នេះបិទនៅនឹងកន្លែងនេះបានដែលយើងបិទចឹងទៅគឺជាប្រភេទ scope 2ហើយនៅពេលយើងបិទជាប់យើងអាចធ្វើការសោកបិទនឹងជាងហើយយើងអាចធ្វើការយកម៉ាស៊ីនហ្នឹងមកធ្វើជាមួយនឹងឧបករណ៍ហ្នឹងបានដើម្បីទប់នឹងជាងហើយយើងអាចងាយស្រួលក្នុងការប្រើប្រាស់ដើម្បីដាក់ជ្រះបាននេះគឺជាប្រភេទខ្សែសាករបស់វាជាប្រភេទខ្សែ USB Type C នេះគឺជាកន្លែងសាកថ្មរបស់វាដែលជាទូទៅការសាកថ្មម្ដងចន្លោះពី2ម៉ោងទៅ3ម៉ោងអាចកាន់ថ្មបានចន្លោះពី2សប្តាហ៍កន្លះដល់5សប្តាហ៍ហើយទៅទៅនឹងការប្រើប្រាស់របស់វាវិញយើងគ្រាន់តែចុចប៊ូតុង hold លើវាជាប់នៅវានៅដំណើរការយើងគ្រាន់តែដាក់ដៃនៅលើមុខវាប៉ុណ្នេះវានឹងបើកហើយយើងអាចធ្វើការដាក់ប្រភេទជ្រះបានដែលយើងអាចធ្វើការដាក់បែបនេះនៅពេលដែលយើងដាក់ហើយគឺយើងអាចធ្វើការបិទដៃវិញចេះមកវានឹងធ្វើការបិទហើយវានឹងបញ្ចេញភ្លើងប្រភេទ UVC ដើម្បីស្អាតបាក់តេរីដែលនៅលើជ្រះហើយក៏មានប្រភេទខ្យល់ដែលវាជួយសម្ងួតទៅតាមប្រភេទជ្រះហ្នឹងដូចគ្នាហើយវានឹង count down រយៈពេល100វិនាទីហើយវានឹងបញ្ចេញប្រភេទភ្លើង UV ហ្នឹងរយៈពេលត្រឹមតែ20 second ទេហើយ30 second ទៀតវានឹងចេញប្រភេទខ្យល់ដើម្បីសម្ងួតទៅតាមប្រភេទជ្រះហ្នឹងហើយបើសិនជាបងប្អូនទៅណាឆ្ងាយបងប្អូនខ្លាចថាដល់ពេលយើងដាក់ទៅវាបើកបិទរហូតចឹងគួរតែបិទមិនចឹងអាចធ្វើការ hold ប៊ូតុងជាប់បាននោះម៉ាស៊ីនហ្នឹងវានឹងបិទដំណើរការដោយខ្លួនឯងវាអត់ត្រូវការhold ដៃដើម្បីឲ្យវាបិទបើកទៀតទេអញ្ចឹងនៅពេលដែលយើងចង់ប្រើប្រាស់ទៀតយើងគ្រាន់តែ hold វាជាប់មកហើយយើងអាចធ្វើការបិទបើកបានធម្មតា